ស្រីស្អាតចេញពីធ្វើការយប់ម្លេះទៅញ៉ាំអីយប់ជាមួយបងទៅចាំបងជូនទៅផ្ទះល្អទេ សុំទោសជួយកិច្ចផ្លូវផង កុំត្រជាក់ស្រជុំពេកអីរាប់អានគ្នាទៅ តកដៃចេញបើមិនអីចឹងខ្ញុំប្តឹងប៉ូលីសហើយ ញ៉ាំបាយសោះខ្ញុំមានចិត្តល្អអញ្ជើញនាងកុំមិនដឹងខុសត្រូវ មនុស្សមុខអាក្រក់ដូចអ្នកឯងខ្ញុំមើលតែមួយផ្លែតក៏ខ្ពើមដែរ មេស្រីចង្រៃនាងនិយាយស្អី លេងខ្ញុំ ថ្ងៃនេះបាយមួយពេលនេះនាងចង់ញ៉ាំក៏ត្រូវតែញ៉ាំមិនចង់ញ៉ាំក៏ត្រូវតែទៅញ៉ាំដែរ ជួយផងលេងខ្ញុំ ជប់ភ្លាមលេងនាងភ្លាមបើមិនអីចឹងខ្ញុំប្តឹងប៉ូលីសហើយ ពូជូ គ្រាន់តែជាអ្នកមើលចំណតឡានសោះហ៊ានមកចេះដឹងរឿងអញផង ឯងពិតជាអត់ខ្មាស់មែនវាមនុស្សចាស់មានស្អីគួរឲ្យអួត យប់នេះនាងត្រូវទៅជាមួយអញបើមិនអីចឹងអញវីកំតិចឡាននាងហើយឲ្យអាចារ្យនេះបាត់បង់ការងារ ឯងហ៊ានណា មានស្អីដែលអញមិនហ៊ាននៅកន្លែងផ្ញើឡាននេះគ្មាននរណាហ៊ានចេះដឹងរឿងអញទេលេងនាងទៅអាអូនមុននេះឯងជាអ្នកនិយាយមែនទេគឺខ្ញុំហើយយ៉ាងម៉េចអាអូនឯងជាស្អីហ៊ានមកចេះដឹងរឿងអញផងមនុស្សប្រុសប៉ុន្មានអ្នកធ្វើបាបមនុស្សស្រីម្នាក់ហើយថែមទាំងវីមនុស្សចាស់ទៀតពួកអញសំធ្វើជាមនុស្សប្រុសដែរអាល្អិតឯងចង់ងាប់ទេអាអូនហ៊ានមកធ្វើវីរបុរសនៅចំពោះមុខអញបើខ្លាំងប្រាប់ឈ្មោះមកឈ្មោះលូប៉េឈិនមិនផ្លាស់ប្ដូរទេ លូពេឈិន ល្អអញចាំឈ្មោះឯង លូពេឈិនអ្នកប្រញាប់ទៅពួកវាមានគ្នាច្រើនណាស់ ឥឡូវនេះលុតជង្គង់សំពះសុំទោសអញអាចឲ្យឯងវាចេញទៅបានកុំមកអញពេញមាត់ពេកខ្ញុំឲ្យពេលឯង10វិនាទីសុំទោសកញ្ញាម្នាក់នោះហើយសង្ឃថ្លៃព្យាបាលឲ្យអ្នកសន្តិសុខបន្ទាប់មកនាំមនុស្សរបស់ឯងចេញទៅភ្លាម10វិនាទីឯងស្មានថាឯងជានរណា19កុំរាប់ទៀត8 ប្រយ័ត្ន ថ្ងៃនេះអញនឹងធ្វើឲ្យឯងខ្លាចជាមនុស្សពិការ7ទៅងាប់ទៅ ប្រយ័ត្ន ឯងលេងអញភ្លាមដៃរបស់ខ្ញុំ គាត់ពិតជាខ្លាំងដល់ថ្នាក់នឹងផង ឈោធ្វើអីទៀតចូលទៅវីវាឲ្យពី លូពេឈិនខាងក្រោយ ឈោនៅខាងក្រោយខ្ញុំល្អឯងចេះក្បាច់គុំខ្លះដែរតាតែស្ដាយណាស់នៅតំបន់នេះវីពូកែយ៉ាងណាក៏គ្មានប្រយោជន៍បងប៉ាវខ្ញុំត្រូវគេវីនៅចំណតឡានអាគារណូណាថ្លើមធំយ៉ាងនេះអាបង្កដៃឈ្មោះលូប៉េឈិនវីនៅបង្ខំឲ្យខ្ញុំលុតជង្គង់ទៀតគាត់វីនៅទីនោះឲ្យជាប់ខ្ញុំទៅដល់ឥឡូវហើយអាអូនបើខ្លាំងឯងគុំរត់ឲ្យសោះខ្ញុំដាំឡើយក៏មិនបានបំរុងនឹងទៅណាដែរលោកក្មួយប្រញាប់រត់ទៅ ពូជូតើបងប៉ាវជាប្រុសណា កន្លែងផ្ញើឡាននិងយានដ្ឋានក្រោមដីនៅក្បែរនេះគឺបងប៉ាវជាអ្នកក្តោបក្តាប់ទាំងអស់វានៅមុខបងប៉ាវគ្រាន់តែជាអ្នករត់ការម្នាក់ប៉ុណ្ណោះបងប៉ាវគឺវានឹងហើយគឺឯងមែនទេដែលហ៊ានប៉ះពាល់មនុស្សរបស់អញគឺខ្ញុំបិទច្រកចេញទាំងអស់នៃកន្លែងផ្ញើឡានយប់នេះកុំសង្ឃឹមថាមាននរណាម្នាក់អាចចេញទៅបានឲ្យសោះគឺឯងមែនទេដែលហ៊ានប៉ះពាល់មនុស្សរបស់អញមនុស្សរបស់អញធ្វើបាបមនុស្សស្រីហើយថែមទាំងវីអ្នកសន្តិសុខទៀតសំមុខហើយនៅលើទឹកដីអញមិនទាន់ដល់វេនជុំក្រៅស្រុកដូចឯងមកចេះដឹងទេអីចឹងចាប់ពីយប់នេះទៅទីនេះមិនមែនជាទឹកដីរបស់អញទៀតទេបងប៉ាវឮវីនិយាយទេវីមិនបានទុកបងនៅក្នុងភ្នែកតតែសោះវីឲ្យពីការទៅ លូពេឈិនខាងក្រោយ ប្រឈមមុខនឹងមនុស្សច្រើនយ៉ាងនេះវាមិនថយក្រោយសំបីតែមួយជំហានឯងជានរណាពិតប្រាកដឯងមិនទាន់ស័ក្តិសមនឹងដឹងទេកុំកំរើកមុននេះកាលីបណាស់មែនទេឥឡូវមិនកុំ លូពេឈិនកុំខ្វល់ពីខ្ញុំ លេងនាងទៅឯងលុតជង្គង់ចុះខ្ញុំនឹងពិចារណាលែងនាង គាត់ជួយខ្ញុំទៀតហើយ អញយ៉ាងហោចណាស់ក៏ធ្វើឲ្យអញពិការដែរមនុស្សរបស់ឯងអត់បានការឯងក៏ដូចគ្នាដែរអាអូនឯងពូកែវីណាស់មែនទេចុះយ៉ាងម៉េចចាប់អារម្មណ៍ហើយជួនកាលវាប្រហែលជាហៅលោកចៅហ្វាយឈិនហើយ លោកចៅវ៉ៃឈិនជានរណាទៀត បងប៉ាវអាចក្អេងក្អាងនៅតំបន់នេះបានគឺដោយសារមានលោកចៅហ្វាយឈិននៅពីក្រោយខ្នងលោកចៅហ្វាយឈិនខ្ញុំជួបរឿងនៅចំណតឡានអាគារហាន់យ៉ាហើយមានអាអូនម្នាក់ឈ្មោះលូប៉េឈិនវីពុកមិនត្រឹមតែធ្វើបាបមនុស្សរបស់ខ្ញុំទេថែមទាំងវីខ្ញុំឲ្យរបួសទៀតថែមទាំងនិយាយថាទីនេះមិនមែនជាទឹកដីរបស់គាត់វីទុកខ្ញុំនឹងបញ្ជូនមនុស្សទៅបន្ថែមទៀត
លូប៉េឈិនថ្ងៃនេះឯងស្លាប់ច្បាស់ហើយខ្ញុំរងចាំនៅទីនេះស្រាប់ជាមនុស្សរបស់លោកចៅហ្វាយឈិនលើកនេះវាពិតជាទៅណាមិនរួចឯងមិនកាលីបណាស់ទេអីខ្ញុំចាំមើលថាយប់នេះឯងអាចបង្កើតព្យុះភ្លៀងអីបានទៀតចូលទៅនរណាធ្វើឲ្យវាពិការខ្ញុំឲ្យមួយសែនមនុស្សច្រើនយ៉ាងនេះមិនក៏នៅតែវាមិនឈ្នះ ព្រះឲ្យគាត់ជានរណាពិតប្រាកដអាចប្រយុទ្ធជាមួយមនុស្សច្រើនយ៉ាងនេះតែម្នាក់ឯងបានក ុំខ្វល់ពីលូប៉េឈិនចាប់ពីអ្នកនោះមកមុន ពូជូប្រយ័ត្ន លេងឯងល្បិចតដែលគិតចង់ប្រើលើកទី2ទៀតឬលូប៉េឈិនឯងកុំស្មានថាវាមនុស្សបានប៉ុន្មានអ្នកហើយអាចចាក់ចេញទាំងរូបបានឲ្យសោះមុននេះឯងសួរខ្ញុំតើថាយប់នេះខ្ញុំអាចបង្កើតព្យុះភ្លៀងអីបាននេះជាព្យុះភ្លៀងដែលខ្ញុំបង្កើតឥឡូវដល់វេនអញហើយឯងកុំមកចិត្តបងប៉ាវមិនក៏លោកចៅហ្វាយឈិនមិនទាន់មកទៀតលោកចៅហ្វាយឈិនមកហើយលូប៉េឈិនឯងស្លាប់ច្បាស់ហើយលោកចៅហ្វាយឈិនគឺអាបង្កដៃនេះហើយវាមនុស្សរបស់ខ្ញុំហើយនិយាយថាចាប់ពីយប់នេះទៅទីនេះហ៊ានបង្កើតរឿងលើទឹកដីរបស់អញដឹងពីផលវិបាកទេទឹកដីរបស់អញបណ្ដោយឲ្យមនុស្សពួកនេះធ្វើបាបអ្នកដទៃតាមចិត្តអីចឹងឬលោកចៅហ្វាយឈិនអាអូននេះក្អេងកាំងណាស់ដាច់ខាតកុំលែងវាឲ្យសោះអញឲ្យឱកាសឯងមួយលុតជង្គង់សំពះ3ដងហើយសង1លានរឿងយប់នេះចាត់ទុកថាហើយទៅច្បាស់ជាពួកវាមកធ្វើបាបគេមុនសោះហេតុអ្វីឲ្យគាត់លុតជង្គង់នៅទីនេះគ្មានវេននាងនិយាយទេនាងមានសិទ្ធិនិយាយឬអត់មិនមែននៅលើឯងជាអ្នកសម្រេចទេអាឡុងលោកប៉េឈិនអាឡុងជាអ្នកពូកែវីបំផុតនៅក្បែរលោកចៅហ្វាយឈិនលើកនេះចាំមើលឯងងាប់ឮថាឯងពូកែវីណាស់វីឯងគ្រាន់បើហើយទៅងាប់ទៅខ្ញុំបាននិយាយហើយវីឯងគឺគ្រប់គ្រាន់លូប៉េឈិនម្នាក់នេះតើជានរណាពិតប្រាកដលូប៉េឈិនឯងពូកែវីយ៉ាងណាក៏ដោយតើអាចការពារពួកគេទាំងពីរក្នុងពេលតែមួយបានទេយកមនុស្សបរិសុទ្ធមកគំរាមខ្ញុំគឺជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅបំផុតដែលឯងបានធ្វើនៅយប់នេះអាអូនឯងពូកែវីណាស់មែនទេអញ្ចឹងយប់នេះអញនឹងឲ្យឯងឃើញអ្នកកុំផ្ដេសផ្ដាសឯងហ៊ានប៉ះពាល់អញរសប្បាយចិត្តដែលកំបិតមុននេះមិនបានប៉ះពាល់នាងឈោធ្វើអីទៀតជួយលោកចៅពួកវានៅមានគ្នាច្រើនយ៉ាងនេះអញ្ចឹងឲ្យពួកវាមកច្រើនជាងនេះទៀតទៅចំណតឡានក្រមដេហានយ៉ាមកសម្អាតទីលានសម្អាតទីលាននៅលើទឹកដីអញហៅនរណាមកក៏គ្មានប្រយោជន៍បិចក៏ជាគាត់លោកលូខ្ញុំមកយឺតហើយ